ផលសឹងតែបានរហូតបាទឬក៏អាចបានយូរខែបាទតកួនខ្ញុំសូមលើកយកតកួនមួយតកួននេះបងប្អូនគ្រាន់តែកាត់វាមកហើយបងប្អូនគ្រាន់តែយកជ្រុំមកបងប្អូនដាក់ជីឬក៏ដាក់ឲ្យមន់ថែមតិចតិចទៅគឺបានកាត់ទៀតហើយកាត់រហូតអានេះខ្ញុំដាំដូចជា4ខែហើយបាទបន្លែតកួននេះនៅតែបានកាត់រហូតហើយកាត់រហូតតែម្ដងហើយដុះកាន់តែធំបាទក្រោយមកតកួនគេកាត់កាន់តែទូចតកួនរបស់នៅខាងខ្ញុំនេះកាត់ទៅវាដើមក្រោយវាកាន់តែធំបាទហើយក្រៅពីហ្នឹងក៏យើងមានដាំដំណាំឈើហូបផ្លែដែរបាទដូចជាប្រភេទដំណាំបន្លែខ្លះក៏យើងនៅតែបរិការដាំហើយដំណាំឈើហូបផ្លែខ្លះក៏យើងនៅតែបង្កើនការដាំហើយនេះគឺប្រភេទ strawberry នេះពពួកអារ៉ាប់ហើយនិង strawberry ជប៉ុនហើយនិង strawberry G68 ប្រភេទពូជមៀតធំណាបាទហើយនេះគឺខែលបាទប្រភេទស្ពៃដែរក៏ដូចខាត់ណាដែរបាទពពួកខែលហ្នឹងគឺដើមវាខ្ពស់បាទ1ម៉ែត្រ2ម៉ែត្រទេបាទដើមខែលនេះបាទនេះទីយើងដាំហើយល្ងាចនេះគឺឲ្យឈ្មោះថា blackberry បាទដើម blackberry យើងដាំដែរប្រភេទវល្លិទេបាទហើយប្រភេទនេះគឺប្រភេទ raspberry ពណ៌ក្រហមផ្លែវាអានេះពណ៌វាទុំនឹងកម្ៅអានេះក្រហមបាទ raspberry បាទហើយក៏មានដំណាំផ្សេងណាដែលយើងដាក់ដាំបន្តបាទបងប្រុសស្រីឃើញទេតកួននេះគឺយើងដាំហើយយើងកាត់ខែដើមវាធំបងប្រុសស្រីហើយនេះគឺកាត់រហូតសឹងតែរាល់ថ្ងៃហើយកន្លែងខ្លះគឺយើងកងឡានខ្លះយើងឆ្នៃដាំដំណាំផ្សេងថែមទៀតដើម្បីឲ្យមានបន្លែឬក៏ឈើឬក៏ផ្លែឈើនេះយើងបានហូបបាទនេះគឺមនបាទមននេះគឺវាជួយសុខភាពយើងច្រើនយើងដាំទៅដាក់ជាលក្ខណៈកងឡានជាផើងហ្នឹងក៏យើងដាំបានដែរហើយផ្លែវាបេះរហូតបាទបេះរហូតនេះចាប់ដើមទៀតហើយក្តាប់ឲ្យផ្លែមកបន្ត